ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ប្រព័ន្ធគ្រប់គ្រងគណនេយ្យ SQL ERP នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបក្នុងការបង្កើត stock group នៅក្នុងប្រព័ន្ធអញ្ចឹងនៅក្នុងការបង្កើត stock group យើងត្រូវតែដឹងថាតើយើងបែងចែក group បែបណាបែងចែកទៅតាម brand ឬមួយក៏បែងចែកទៅតាមប្រភេទតំណែងឬមួយក៏បែបណាគឺអាស្រ័យទៅលើជាក់ស្ដែងអញ្ចឹងខ្ញុំនឹងធ្វើការឧទាហរណ៍បង្កើតជា stock group មួយដែលជាដំបូងយើងចូលទៅក្នុងមុខងារ stock របស់យើងរួចចុច maintain stock group ហើយចុច new អញ្ចឹងយើងធ្វើការដាក់នៅលេខកូដ group ហើយនឹងឈ្មោះ group ចំពោះវិធីគណនាថ្លៃដើមជាទូទៅគឺយើងប្រើវិធី FIFO ហើយខាងក្រោមនេះវិញគឺសម្រាប់ដាក់នៅ account code អញ្ចឹងការដាក់ account code នៅកន្លែងនេះគឺពិតជាមានសារៈសំខាន់ព្រោះអីនៅពេលដែលយើងប្រើប្រភេទតំណែងមួយហ្នឹងនោះវានឹងរត់ចូលទៅតាម account នីមួយៗនៃ report របស់យើងឧទាហរណ៍ដូចជា cell កន្លែងនេះគឺយើងត្រូវចាប់ account cell ព្រោះថានៅពេលដែលចេញ invoice ហើយចាប់តំណែងមួយហ្នឹងនោះចំណូលរបស់យើងនឹងចូលទៅក្នុង cell account នៅពេលដែលយើងមើល report ហើយកន្លែង cell return នេះក៏ដូចគ្នាជាទូទៅគឺយើងចាប់ account return invert អញ្ចឹងនៅពេលដែលយើងធ្វើការចេញនៅ credit note វានឹងរត់ចូលនៅក្នុង return account នៅក្នុង report របស់យើងអូខេឥឡូវខ្ញុំនឹងធ្វើការ search នៅ account sale of good ប៉ុន្តែ sale of good របស់យើងគឺអត់ទាន់មានទេអញ្ចឹងយើងបើសិនជាអត់ទាន់មានយើងធ្វើការទៅបង្កើត account នឹងនៅក្នុង maintain account សិនបន្ទាប់ពីបង្កើតរួចរាល់ហើយយើងត្រឡប់មក maintain stock group វិញរួចយើងធ្វើការបញ្ចូល account យើងចូលដូចជា sell យើងចាប់ sell of good ហើយ sell return យើងចាប់ return invert ចំពោះ stock balance យើងចាប់ inventory ហើយចំពោះ purchase យើងចាប់ purchaseចំពោះ purchase return យើងចាប់ purchase return អញ្ចឹងបន្ទាប់ពីយើងចាប់ account រួចហើយយើងធ្វើការចុច save ជាការស្រេចជាចុងក្រោយបើសិនជាបងមានចម្ងល់បន្ថែមបងអាចធ្វើការឆាតសាកសួរនៅក្នុង group Telegram ឬមួយក៏ join channel Telegram និង follow page ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមទាក់ទងជាមួយនឹងការប្រើប្រាស់ប្រព័ន្ធ SQL នេះផងដែរដោយបងអាច scan QR ខាងក្រោមនេះដើម្បី join បានសូមអរគុណ